បិទហើយបើកវិញធម្មតាឃ្លាំងស្តុបសាច់បង្កក់មួយកន្លែងនៅក្នុងខណ្ឌចំការមនបន្ទាប់ពីមន្ត្រីជំនាញដែលពាក់ព័ន្ធចូលទៅធ្វើការបិទមួយរយៈពេលកន្លងមកឥឡូវនេះបើកដំណើរការវិញយ៉ាងរលូនសូមលោកគៀងលាអភិបាលខណ្ឌចំការមនសូមចាត់មន្ត្រីជំនាញឲ្យចុះត្រួតពិនិត្យមើលផងទៀតសារចេញពីរាជធានីភ្នំពេញនៅថ្ងៃទី6ខែមិថុនាឆ្នាំ2025នេះអង្គភាពសារព័ត៌មានយើងបានទទួលព័ត៌មានពីប្រជាពលរដ្ឋដែលពួកគាត់បានរាយការណ៍មកដូចនេះថាឃ្លាំងស្តុបសាច់បង្កក់មួយកន្លែងដែលធ្លាប់មានស្ថាប័នមន្ត្រីចូលធ្វើការបិទមិនយូរប៉ុន្មានឥឡូវនេះបើកវិញធម្មតាដូចមិនមានរឿងអ្វីកើតឡើងតតែសោះក្នុងឃ្លាំងស្តុបសាច់បង្កក់មួយកន្លែងនេះស្ថិតនៅតាមបណ្ដោយផ្លូវ474កែងនឹងផ្លូវ123ក្នុងភូមិ8សង្កាត់បឹងត្របែកខណ្ឌចំការមនរាជធានីភ្នំពេញបន្ទាប់ពីបានបិទមួយរយៈពេលខ្លីដោយទីតាំងដែលប្រជាពលរដ្ឋបានរាយការណ៍មកកាន់អង្គភាពសារព័ត៌មានយើងនោះក៏បានបញ្ជូនភ្នាក់ងារសារព័ត៌មានយើងឲ្យចូលទៅផ្ដិតយកនៅទិដ្ឋភាពដើម្បីធ្វើការផ្សព្វផ្សាយជូនដំណឹងទៅដល់មន្ត្រីដែលពាក់ព័ន្ធឲ្យបានជ្រាបជាព័ត៌មានក្នុងនោះផងដែរអង្គភាពសារព័ត៌មានយើងបានតាមប្រមាញ់ក្នុងរយៈពេលប្រហែលថ្ងៃមកនេះសូមធ្វើសេចក្តីរាយការណ៍បឋមជូនទៅលោកគៀងលាអភិបាលនៃគណៈអភិបាលខណ្ឌចំការមននិងលោកអធិការខណ្ឌចំការមនមេត្តាជ្រាបជាព័ត៌មានដើម្បីចាត់មន្ត្រីក្រមអាវ៉ាតចុះត្រួតពិនិត្យតាមជំនាញរបស់ខ្លួននិងធ្វើការទប់ស្កាត់នៅបទល្មើសទាំងអស់នេះផងដែលមាននៅក្នុងមូលដ្ឋានខណ្ឌចំការមនបើតាមប្រភពពីប្រជាពលរដ្ឋបានថ្លែងប្រាប់សារព័ត៌មានយើងដូចនេះថាឃ្លាំងស្តុបសាច់បង្កក់មួយកន្លែងនេះគឺមានស្តុបសាច់បង្កក់គ្រប់ប្រភេទនិងធ្វើការចែកចាយទៅតាមបណ្ដាសាខារបស់ខ្លួនជាហូរហែហើយក៏មិនដឹងថាឃ្លាំងស្តុបសាច់បង្កក់មួយនេះមានការចុះឈ្មោះសូមអាជ្ញាប័ណ្ណពីក្រសួងមួយណារួចហើយនោះដែរដែលខ្លួនកំពុងតែប្រព្រឹត្តយ៉ាងរលូនដូចនេះអង្គភាពសារព័ត៌មានយើងសូមសនំពោដល់ឯកឧត្តមឃុំស្រេងអភិបាលរាជធានីភ្នំពេញនិងមន្ត្រីកបបសូមចាត់នៅមន្ត្រីជំនាញក្រមអាវ៉ាតខ្លួនចុះធ្វើអធិការកិច្ចចំពោះទីតាំងខាងលើនេះផងទៀតអង្គភាពសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងតែប៉ុណ្ណោះឬក៏ដូចជាប្រៀបនាំសារពីប្រជាពលរដ្ឋទៅកាន់រាជរដ្ឋាភិបាលពីរាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋមិនមានចេតនាណាមួយផ្ទុយអំពីវិជ្ជាជីវៈនិងក្រមសីលធម៌នៃរបបសារព័ត៌មាននោះឡើយអង្គភាពសារព័ត៌មានយើងនឹងរងចាំការបំភ្លឺបកស្រាយគ្រប់ភាគីដែលពាក់ព័ន្ធជារៀងរាល់ម៉ោងធ្វើការស្ដីអំពីច្បាប់របបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាសូមអរគុណ